យើងអាចធ្លាប់ឮនរណាម្នាក់និយាយថាខ្ញុំមិនខ្វល់ថាអ្នកដទៃចូលចិត្តឬក៏មិនចូលចិត្តខ្ញុំនោះទេបើឮនរណាម្នាក់និយាយបែបនេះអ្នកមិនចាំបាច់យកចិត្តទុកដាក់ទេក៏ព្រោះសម្ដីនេះវាគ្រាន់តែជាការកុហកបោកប្រាស់ខ្លួនឯងតែប៉ុណ្ណោះ William James បានពោលថានៅក្នុងចិត្តមនុស្សអ្វីដែលមានតម្លៃបំផុតនោះគឺការចង់ឲ្យអ្នកដទៃលើកសរសើរទៅដល់ខ្លួនមនុស្សម្នាក់ៗតែងតែចង់ឲ្យអ្នកដទៃចាប់អារម្មណ៍មកលើខ្លួនពួកគេចង់បង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួននិងចង់ឲ្យសង្គមទទួលស្គាល់ថារូបគេគឺជាមនុស្សដែលមានសមត្ថភាពម្នាក់អារម្មណ៍ទាំងអស់នេះកើតមានទៅលើមនុស្សគ្រប់គ្នារួមទាំងអ្នកដែលកំពុងតែស្ដាប់ផងដែរមានការស្ទង់មតិមួយដែលជោគជ័យពីប្រភពដែលគួរឲ្យទុកចិត្តដែលធ្វើការសិក្សាទៅលើសិស្សសាលាមួយចំនួនគេបានសួរសំណួរទៅកាន់អ្នកចូលរួមថាតើអ្វីទៅជាមហិច្ឆតារបស់បងប្អូននាពេលអនាគតសិស្សសានុសិស្សជាច្រើនបានឆ្លើយស្រដៀងគ្នាថាពួកគេចង់ក្លាយទៅជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទំនោរបែបនេះកើតមាននៅក្នុងចំណោមមនុស្សចាស់ផងដែរតើអ្នកធ្លាប់ឮនរណាម្នាក់និយាយថាខ្លួនមិនចង់ក្លាយទៅជាមនុស្សដែលគេទទួលស្គាល់គេឲ្យតម្លៃឬជាមនុស្សដែលអ្នកក្របង្គាប់គ្រប់កត់ខ្លាចទេឬប្រសិនបើចង់ក្លាយទៅជាអ្នកពូកែនៅក្នុងតេទៀងប្រជាប្រិយភាពសូមធ្វើជាមនុស្សដែលមានលក្ខណៈពិសេសជាងគេបើអ្នកបានត្រឹមតែជាមនុស្សធម្មតាអ្នកប្រកាសជាគ្មានអ្នកណាចាប់អារម្មណ៍ទេហើយក៏គ្មានថ្ងៃក្លាយទៅជាមនុស្សល្បីល្បាញនោះដែរនៅពេលក្លាយទៅជាមនុស្សម្នាក់ដែលមានចរិតពិសេសខុសពីគេនោះអ្នកដទៃអាចនិយាយថាគេប្រហែលជាមានលក្ខណៈពិសេសអ្វីមួយហើយអ្នកមកច្បាស់ខ្លួនឯងថាអ្វីដែលខ្លួនធ្វើគឺនៅលើផ្លូវត្រូវនិងដើម្បីឲ្យអ្នកដទៃចូលចិត្តអ្នកយ៉ាងណាក៏ដោយចុះខ្ញុំសូមរំលឹកថាបើទោះបីជាអ្នកមានប្រជាប្រិយភាពខ្លាំងក៏មិនប្រកាសថាមនុស្សគ្រប់គ្នាសិតតែចូលចិត្តអ្នកនោះក៏ទេដែរនៅក្នុងខ្លួនមនុស្សគ្រប់គ្នាមានសារធាតុអ្វីមួយយ៉ាងដែលវាលេចចេញពីកត្តាធម្មជាតិមកដែលវាធ្វើឲ្យមនុស្សម្នាក់ពុំចូលចិត្តមនុស្សម្នាក់ផ្សេងទៀតនៅលើជញ្ជាំងនៃសាកលវិទ្យាល័យ Oxford មានពាក្យស្លោកមួយដែលសរសេរថាខ្ញុំមិនចូលចិត្តលោកតតែសោះ Dr. Fell ដោយហេតុផលអ្វីខ្ញុំមិនដឹងទេខ្ញុំដឹងតែក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះថាខ្ញុំពិតជាមិនចូលចិត្តលោកមេណា Dr. Fell ពាក្យមួយឃ្លានេះពិតជាមានន័យមែនទែនបងព្រោះវាបានបង្ហាញអំពីចំណាប់អារម្មណ៍របស់អ្នកសរសេរចំពោះ Dr. Fell អ្នកសរសេរមិនទាំងដឹងផងថាហេតុអ្វីបានជាអ្នកមិនចូលចិត្ត Dr. Fell នោះទេធាតុពិត Dr. Fell គឺជាមនុស្សល្អម្នាក់បើអ្នកសរសេរឃ្លាខាងលើស្គាល់លោក Dr. ច្បាស់ជាងនេះគេប្រហែលជាចូលចិត្ត Dr. Fell បានក្លាយទៅជាមនុស្សដែលមានប្រជាប្រិយភាពមិនមែនក្តីសារតែពាក្យចំអកលក់លើយប៉ុន្មានឃ្លានោះឡើយវាអាចមកពីកត្តាកង្វះខាតភាពស្និទ្ធស្នាលដែលជាយន្តការដើម្បីធ្វើឲ្យមនុស្សមានទំនាក់ទំនងដ៏ពិតប្រាកដជាមួយគ្នាសូម្បីតែនៅក្នុងគម្ពីរប៊ីបក៏បានសរសេរអំពីធាតុពិតនៃការមិនពេញចិត្តអ្នកដទៃផងដែរនៅក្នុងគម្ពីរប៊ីបបើអាចទៅរួចទោះបីជាអ្នកមិនចូលចិត្តមនុស្សទាំងអស់តែសូមរស់នៅជាមួយពួកគេដោយសន្តិភាពគម្ពីរប៊ីបបានឆ្លុះបញ្ចាំងអំពីតថភាពនានានៅក្នុងសង្គមទន្ទឹមគ្នានេះដែរវាជួយឲ្យយើងស្គាល់មនុស្សស្ទើរតែគ្រប់ប្រភេទក្រៅតែពីគម្ពីរប៊ីបបានណែនាំគោលការណ៍មួយថាប្រសិនបើអ្នកចូលទៅដល់ភូមិនិគមជនបទណាបន្ទាប់ពីអ្នកបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដែលរស់នៅក្នុងភូមិអស់ពីចិត្តហើយតែនៅតែបរាជ័យចូលបោះសមាធុលីដែលនៅជាប់នឹងស្បែកជើងឲ្យអស់នៅពេលគ្មានអ្នកណាមកទទួលរស់រាយរាក់ទាក់ដាក់អ្នកនៅពេលដែលអ្នកចាក់ចេញពីទីនោះចូលបោះធលីដីដែលប្រឡាក់ជើងចេញហើយមិនត្រូវសន្សំរឿងនឹងពួកគេនោះឡើយគម្ពីរចង់អប់រំយើងថាបើអ្នកចង់បានប្រជាប្រិយភាពអ្នកមិនចាំបាច់ស្វែងរកពីមនុស្សគ្រប់គ្នាឡើយព្រោះអ្នកមិនបានធ្វើដូច្នេះនោះទេតាមពិតមានរូបមន្តមួយដែលអ្នកអាចធ្វើឲ្យអ្នកដទៃស្រឡាញ់ចូលចិត្តអ្នកបានក៏ប៉ុន្តែអ្នកត្រូវតាំងចិត្តអនុវត្តវាទើបអ្នកទទួលបាននូវភាពជោគជ័យវាជួយឲ្យអ្នកមានក្តីសោមនស្សរីករាយជាមួយនឹងភាពរីកចម្រើននៃទំនាក់ទំនងផ្ទាល់ខ្លួនដែលពីមុនអ្នកគិតថាវាគឺជារឿងលំបាកដែលគួរឲ្យធុញទ្រាន់និងដែលគួរឲ្យខ្មាស់អៀនអ្នកអាចកែប្រែខ្លួនឯងឲ្យទៅជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ស្មោះត្រង់និងស្និទ្ធស្នាលជាមួយនឹងអ្នកដទៃបានខ្ញុំមិនអាចបង្ខំអ្នកឲ្យមើលឃើញអំពីសារៈសំខាន់របស់វាខ្លាំងពេកនោះទេហើយខ្ញុំក៏មិនអាចបង្ខំអ្នក
ឲ្យចំណាយពេលវេលាចំណាយការយកចិត្តទុកដាក់ដើម្បីឲ្យអ្នកខ្លាយទៅអ្នកជំនាញអ្វីនោះដែរអ្នកចាំដោយខ្លួនឯងថាបើអ្នកមិនអនុវត្តទេអ្នកក៏គ្មានថ្ងៃនឹងទទួលបាននូវភាពរីករាយនិងជ័យជំនះដូចគ្នានៅពេលដែលអ្នកអនុវត្តហើយទទួលបរាជ័យអ្នកអាចរងការប៉ះទង្គិចបន្តិចបន្តួចខ្លះៗទៅលើផ្លូវចិត្តរបស់អ្នកការទទួលបានការចូលចិត្តពីអ្នកដទៃវាមានសារៈសំខាន់ជាងយើងចូលចិត្តខ្លួនឯងគិតសពទៅវាមានសារៈសំខាន់ជាងភាពជោគជ័យនៅក្នុងជីវិតនិងភាពសប្បាយរីករាយនៅក្នុងទំនាក់ទំនងបែបសាមញ្ញធម្មតាទៅទៀតការដែលមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោលឬក៏មិនត្រូវការវាគឺជាអារម្មណ៍ដែលអាក្រក់បំផុតនៅក្នុងចំណោមបណ្ដាអារម្មណ៍ទាំងឡាយពួកគេគិតថាបើមានមនុស្សចូលចិត្តខ្លួននោះអ្វីក៏នឹងប្រសើរឡើងគេនឹងក្លាយទៅជាមនុស្សដែលល្អប្រសើរជាងនេះមែនទៅវាគ្រាន់តែជាការគិតរបស់មនុស្សឯកាតែប៉ុណ្ណោះមនុស្សប្រភេទនេះអាចចាត់ទុកថាជាចោរឯកាពីព្រោះពួកគេមានអត្តចរិតមួយដែលចូលចិត្តធ្វើខ្លួនឯងឲ្យឯកាបំផុតពួកគេជឿចាប់ក៏ដោយសារតែបញ្ហាមួយយ៉ាងដែលយើងពិបាកនៅក្នុងការពន្យល់មនុស្សប្រភេទនេះតែងតែដកខ្លួនចេញនៅតែឯងជានិច្ចព្រោះក្នុងខ្លួនពួកគេពោរពេញទៅដោយរឿងអាចកំបាំងភាពស្ទាក់ស្ទើររុញរាដែលទៅរារាំងរកការរីកចម្រើនពីកត្តាខាងក្រៅទាំងឡាយពួកគេភាគច្រើនគឺជាមនុស្សរស់នៅដោយភាពឯកាម្នាក់ឯងមិនខ្វល់ខ្វាយអំពីពិភពខាងក្រៅនៅក្នុងករណីចង់កែប្រែអត្តចរិតបែបនេះវាទាមទារឲ្យសម័យខ្លួនកែប្រែដោយខ្លួនឯងព្រោះបើអ្នកដទៃព្យាយាមកែប្រែគេនោះវាមិនត្រឹមតែមិនអាចជួយបានទេផ្ទុយទៅវិញវាកាន់តែបន្ថែមសម្ពាធទៅដល់គេកាន់តែធ្ងន់ធ្ងររហូតដល់ឈឺស្លាប់ផងក៏មានដែរបើអ្នកមានអារម្មណ៍ថាគ្មាននរណាម្នាក់ត្រូវការសូមរួសរាន់ចាត់វិធានការអ្វីមួយជាបន្តចូលចងចាំទៅចុះថាវាមិនត្រឹមតែធ្វើឲ្យអ្នករស់នៅដោយការឈឺចាប់ប៉ុណ្ណោះទេវាអាចនឹងរាលដាលទៅកើតជាជំងឺផ្លូវចិត្តវិបត្តិរ៉ាំរ៉ៃដែលភាសាអង់គ្លេសគេហៅថា depression ក៏ដោយសារតែមូលហេតុនេះហើយបានជាយើងត្រូវព្យាបាលឲ្យឆាប់ជារហ័សតាមដែលអាចធ្វើទៅបានមនុស្សតែងតែប្រឈមទៅនឹងបញ្ហាដែលកើតឡើងដោយឯងទៅតាមធម្មជាតិនៅក្នុងជីវិតមនុស្សច្រើនតែជួបបញ្ហាទាំងអស់នេះហើយមិនដែលទទួលបានលទ្ធផលល្អនោះឡើយឧទាហរណ៍នៅក្នុងពិធីជប់លៀងរបស់ក្លឹប Rotary នៅឯក្រុងមួយខ្ញុំបានអង្គុយរួមតុជាមួយនឹងគ្រូពេទ្យ2នាក់ម្នាក់គឺជាមនុស្សដែលមានវ័យចំណាស់បន្តិចដែលគេចូលនិវត្តន៍ជាច្រើនឆ្នាំកន្លងទៅហើយរីឯម្នាក់ទៀតគឺជាគ្រូពេទ្យវ័យក្មេងដ៏ល្បីម្នាក់ប្រចាំភូមិគ្រូពេទ្យវ័យក្មេងមើលទៅហាក់ដូចជានឿយហត់ខ្លាំងណាស់គេមកដល់ក្រោយគេហើយក៏អង្គុយចុះដោយភាពនឿយហត់និងអស់កម្លាំងគេបាននិយាយថាខ្ញុំមិនអាចទៅណាបានទេក៏ព្រោះតែទូរស័ព្ទខ្ញុំរោមិនឈប់តទេសោះខ្ញុំសង្ឃឹមថាខ្ញុំអាចបិទសំឡេងទូរស័ព្ទរោដើម្បីកុំឲ្យមាននរណាទេទូរស័ព្ទចូលមកខ្ញុំគ្រប់ពេលគ្រប់វេលាយ៉ាងដូចនេះទៀតចំណែកឯគ្រូពេទ្យវ័យចំណាស់បានប្រាប់ទៅគ្រូពេទ្យវ័យក្មេងនោះថាខ្ញុំដឹងថាលោកមានអារម្មណ៍យ៉ាងណានៅពេលនេះព្រោះខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់ចង់កាត់អារម្មណ៍ដូចទៅលោកដែរកាលពីខ្ញុំនៅវ័យកំឡោះពេញរូបពេញរាងកម្លាំងនៅបានមែនទែនទៅលោកគួរតែអរគុណទូរស័ព្ទដែលបានបន្លឺសំឡេងរោព្រោះវាមានន័យថាមនុស្សជាច្រើនចង់ជួបនឹងត្រូវការលោកខ្ញុំតែងតែសង្ឃឹមថាទូរស័ព្ទនឹងរោសារជាថ្មីយ៉ាងណាក៏ដោយចុះពេលនេះគ្មាននរណាម្នាក់ត្រូវការខ្ញុំដោយពីមុនទៀតនោះឡើយក៏ដោយសារតែពេលនោះពិធីជប់លៀងមានកម្មវិធីជាច្រើនខ្ញុំគិតថាអ្នកដទៃប្រហែលជាមិនបានគិតពីសម្ដីរបស់គ្រូវ័យចំណាស់នោះប៉ុន្មានទេស្ត្រីវ័យកណ្ដាលម្នាក់ទៀតប្រាប់ខ្ញុំថាគាត់មានអារម្មណ៍ពុំសូវល្អតតែសោះស្ត្រីម្នាក់នេះពោពេញដោយអារម្មណ៍មិនសប្បាយចិត្តនឹងការទុកកង្វល់គាត់បានមានប្រសាសន៍ថាប្តីរបស់ខ្ញុំបានលាចាក់លោករីឯកូនវិញកំពុងតែចម្រើនវ័យវឌ្ឍនាការចំណែករូបខ្ញុំក៏គ្មានកន្លែងដើម្បីឈរជើងទៀតនោះដែរអ្នកនៅជុំវិញបានមើលថែខ្ញុំយ៉ាងល្អតែពួកគេក៏មិនខុសពីអ្នកដទៃទៀតដែរមនុស្សម្នាក់មានចំណង់ចំណូលចិត្តអិរិយាបថរៀងខ្លួនគេទាំងនោះពុំមានណាម្នាក់ត្រូវការខ្ញុំឡើយខ្ញុំមិនដឹងថាតើនេះជាមូលហេតុដែលធ្វើខ្ញុំមានអារម្មណ៍មិនសូវល្អឬក៏យ៉ាងណានោះទេជាការពិតណាស់គាត់ត្រូវការឲ្យអ្នកដទៃយកចិត្តទុកដាក់ជាមួយនឹងរូបគាត់នៅក្នុងការិយាល័យមួយអ្នកធុរកិច្ចម្នាក់
ដែលមានវ័យល្បាក់70ឆ្នាំប្លាយកំពុងតែដើរចុះឡើងគេគឺជាស្ថាបនិកក្រុមហ៊ុនមួយនៅខណៈពេលដែលកូនប្រុសរបស់គេដែលបច្ចុប្បន្នបានក្លាយទៅជាម្ចាស់ធុរកិច្ចកំពុងតែនិយាយទូរស័ព្ទនោះគេងាកមកនិយាយជាមួយខ្ញុំថាហេតុអ្វីបានជាលោកមិនសរសេរសៀវភៅមួយស្ដីពីរបៀបចូលនិវត្តន៍ការងារវាគឺជាអ្វីដែលខ្ញុំចង់ដឹងបំផុតខ្ញុំគិតថាវាគឺជារឿងដ៏អស្ចារ្យបំផុតបើខ្ញុំអាចបោះបង់ចោលការងារដែលគោលគំនោដូចភ្នំនេះបានសពថ្ងៃខ្ញុំមើលឃើញតែគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងអ្វីដែលខ្ញុំនិយាយទៀតនោះឡើយកាលពីមុនខ្ញុំធ្លាប់គិតថាខ្ញុំគឺជាមនុស្សដ៏ល្បីល្បាញម្នាក់តែលុះពេលដែលខ្ញុំអង្គុយនៅទីនេះនៅពេលដែលនរណាម្នាក់ដើរកាត់ពីមុខខ្ញុំពួកគេគ្រាន់តែនិយាយថា Hello សួស្តីរួចហើយក៏បំភ្លេចខ្ញុំចោលទៅខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែឃ្លាតឆ្ងាយពីពួកគេបន្តិចម្ដងហើយកូនប្រុសរបស់ខ្ញុំគ្រប់គ្រងធុរកិច្ចនេះបានល្អហើយក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យពួកគេនៅត្រូវការខ្ញុំបន្តិចបន្តួចផងគេនិយាយចេញមកទាំងទឹកមុខដែលគួរឲ្យអាណិតស្រងេះស្រងោចដោយយ៉ាងក្រៃលែងមនុស្សទាំងមួយក៏ភ្លោះនេះកំពុងតែទទួលរងគ្រោះពីបទពិសោធន៍ដ៏ជូរចត់នៃជីវិតរបស់ខ្លួននិងសេចក្តីទុក្ខលំបាកដ៏ជ្រាលជ្រៅនៅក្នុងជីវិតនៅក្នុងចិត្តរបស់ពួកគេគឺចង់ឲ្យអ្នកដទៃយកចិត្តទុកដាក់មកលើខ្លួនក៏ប៉ុន្តែចំណងនេះមិនត្រូវបានគេផ្ដល់ឲ្យគ្រប់គ្រាន់នោះទេពួកគេមានចរិតមួយគឺចង់ឲ្យអ្នកដទៃមើលឃើញអំពីភាពអស្ចារ្យរបស់ខ្លួនចរិតមួយនេះកើតឡើងគ្រប់ពេលនិងគ្រប់ស្ថានភាពទាំងអស់មិនចាំបាច់តទៅពេលពួកគេចាស់ទៅចូលនិវត្តន៍នោះឡើយក្មេងស្រីម្នាក់ដែលស្ថិតនៅក្នុងវ័យ21ឆ្នាំបានប្រាប់ខ្ញុំថានាងគឺជាមនុស្សដែលគ្មាននរណាត្រូវការតាំងតពីតូចក្រូចឆ្មាមមកម្ល៉េះមានមនុស្សម្នាក់បានប្រាប់រឿងនេះទៅដល់នាងយូរទៅវាក៏បានជ្រាបចូលនៅក្នុងអនុសតិសម្បជញ្ញៈហើយបង្កឲ្យនាងមានអារម្មណ៍ភ័យខ្លាចនិងតូចចិត្តជាមួយនឹងខ្លួនឯងនាងបានក្លាយទៅជាមនុស្សឯកោនិងគ្មានសេរីភាពនៅក្នុងជីវិតព្រោះចរិតទាំងនេះបានកាត់ឡើងអស់ពេលដ៏យូរមកហើយវាក៏បានរុញច្រានឲ្យនាងមានអារម្មណ៍ខ្មាស់អៀននិងរុញរាផងដែរដើម្បីជួយក្មេងស្រីរូបនេះគេត្រូវបានផ្ដល់ធម៌ពលផ្លូវចិត្តថ្មីទៅដល់នាងជាពិសេសនោះគឺផ្លាស់ប្ដូរការគិតរបស់នាងដែលជាវិធីមួយដែលអាចជួយនាងឲ្យរំដោះខ្លួនរួចផុតអំពីជីវិតដ៏សោកក្រោះនេះបាននៅក្នុងពិភពលោកមានមនុស្សជាង 7,000 លាននាក់ច្រើនមែនទែនហើយក៏មានមនុស្សរាប់មិនអស់ដែរដែលបានក្លាយទៅជាជនរងគ្រោះនៃបញ្ហាច្របូកច្របល់ផ្លូវចិត្តពួកគេព្យាយាមចង់ក្លាយទៅជាមនុស្សដែលអ្នកដទៃទទួលស្គាល់ក៏ប៉ុន្តែពួកគេធ្វើមិនបានសម្រេចនោះឡើយដោយសារតែចង់ក្លាយទៅជាមនុស្សល្បីល្បាញខ្លាំងពេកធ្វើឲ្យមនុស្សប្រភេទនេះហ៊ានសម្ដែងអាកប្បកិរិយាខុសទំនងប្លែកពីមនុស្សធម្មតាដើម្បីឲ្យអ្នកដទៃចូលចិត្តខ្លួនជារៀងរាល់ថ្ងៃមនុស្សគ្រប់ទីកន្លែងតែសម្ដែងឲ្យឃើញអំពីភាពអស្ចារ្យរបស់ខ្លួនដើម្បីបង្កបង្កើននៅប្រជាប្រិយភាពយើងគ្រប់គ្នាប្រកាសជាឃើញមនុស្សប្រភេទនេះយ៉ាងច្រើននៅក្នុងសង្គមសពថ្ងៃមិនថាតាម Facebook, TikTok, Instagram ឬក៏កម្មវិធីបណ្ដាញសង្គមអ្វីនោះឡើយពួកគេបង្កើននៅ attention ទាំងឈួតទាំងជាទាំងវិជ្ជមានទាំងអវិជ្ជមានដើម្បីឲ្យមនុស្សម្នាស្គាល់ពួកគេតាមពិតប្រជាប្រិយភាពអាចទទួលបានដោយគ្រាន់តែអនុវត្តនៅគោលការណ៍ដ៏យ៉ាងសាមញ្ញដែលមានលក្ខណៈធម្មជាតិនិងអនុវត្តបានយ៉ាងងាយបើអ្នកអនុវត្តវាដោយយកចិត្តទុកដាក់នោះអ្នកក៏នឹងអាចតាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃបានជាក់ជាមិនខាននោះឡើយជាដំបូងអ្នកត្រូវធ្វើយ៉ាងណាឲ្យអ្នកដទៃមើលមកថាអ្នកគឺជាមនុស្សដែលអាចឲ្យពួកគេចោះសម្រងជាមួយអ្នកបានបើអ្នកធ្វើបែបនេះបាននោះពួកគេក៏នឹងមានអារម្មណ៍ថាវាគ្មានឧបសគ្គអ្វីមករារាំងខាំងនៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងអ្នកនោះឡើយប្រសិនបើគេនិយាយថាយើងមិនអាចចូលទៅចិត្តអ្នកពេកបានទេនោះវាគឺជាការបង្ហាញថាឧបសគ្គមករារាំងមិនអាចឲ្យអ្នកទៅប្រស័យតាក់ទងជាមួយនឹងអ្នកដទៃបានទៅហើយមនុស្សដែលអាចចោះសម្រុងជាមួយនឹងអ្នកដទៃបានល្អគឺជាមនុស្សដែលរួសរាយរាក់ទាក់និងសាមញ្ញបុគ្គលប្រភេទនេះមានសន្តានចិត្តល្អនិងមានទឹកមុខរីករាយស្រស់ស្រាយទៅកាន់មនុស្សផងគ្នានៅពេលដែលអ្នកដទៃចូលមកចិត្តមនុស្សប្រភេទនេះពួកគេប្រហែលជាគ្មានអារម្មណ៍ថាខ្លួនកំពុងតែពាក់ស្បែកជើងចាស់មួយគូឡើយមនុស្សដែលរឹងត្អឹង
មិនចេះស្ដាប់អ្នកដទៃប្រកាសជាមិនអាចចោះសម្រុងនឹងរស់នៅជាក្រុមបានឡើយបុគ្គលប្រកាសស្មើដោយតែបានរៀបរាប់បែបនេះប្រហែលជាត្រូវរស់នៅដោយឯកាបន្តទៅទៀតអ្នកប្រកាសជាមិនអាចដឹងបានទេថាតើត្រូវធ្វើបែបណាទៅអាចនិយាយជាមួយមនុស្សប្រភេទនេះបានឬធ្វើបែបណាទៅដឹងអំពីប្រតិកម្មតបរបស់គេបានព្រោះមនុស្សប្រភេទនេះមិនងាយចោះសម្រុងជាមួយនឹងអ្នកណាណីនោះឡើយមានក្មេងៗមួយក្រុមបាននិយាយគ្នាអំពីក្មេងប្រុសវ័យ7 ទៅ10ឆ្នាំម្នាក់ដែលពួកគេចូលចិត្តយ៉ាងក្រៃលែងពួកគេនិយាយថាក្មេងប្រុសម្នាក់នោះគឺជាមិត្តភក្តិដ៏ល្អគឺជាកីឡាករដ៏ពូកែនិងជាមនុស្សដែលងាយចោះសម្រុងថែមទៀតផងវាពិតជាមានសារៈសំខាន់មែនទែនសម្រាប់អ្នកនៅក្នុងការបង្កើតចរិតល្អៗបែបនេះឲ្យចេញតាមបែបធម្មជាតិមនុស្សប្រភេទនេះភាគច្រើនមានបេះដូងដ៏ធំទូលាយសម្រាប់ទទួលយកអ្វីគ្រប់យ៉ាងនៅក្នុងនោះដោយឡែកមនុស្សមួយក្រុមប្រភេទទៀតនោះគឺជាប្រភេទដែលចេះតែព្រួយបារម្ភពីការគិតដល់អ្នកដទៃទៅលើគេគិតដល់នរណាដែលចំណែនអំពីតំណែងទូនាទីរបស់ខ្លួនជាដើមនៅពេលដែលពួកគេគិតបែបនេះវាមិនអាចធ្វើឲ្យពួកគេមានសេចក្តីសុខនៅក្នុងផ្លូវចិត្តបាននោះឡើយនិយាយឲ្យស្រួលស្ដាប់ទៅពួកគេងាយណាស់នៅក្នុងការកើតទៅជាកំហឹងកំហល់ទៅលើអ្វីដែលបានកើតឡើងឲ្យតែរឿងនោះវាខុសអំពីចិត្តរបស់ពួកគេមនុស្សម្នាក់ដែលអាចយកមកធ្វើជាឧទាហរណ៍ដ៏ឥតខ្ចោះសម្រាប់រឿងនេះគឺលោក James Affley គេគឺជាមន្ត្រីជាន់ខ្ពស់ទទួលខុសត្រូវនៅក្នុងមន្ទីរប្រៃសណីយ៍នៃសហរដ្ឋអាមេរិកខ្ញុំបានជួបលោក Affley ជាបឋមកាលពីប្រមាណឆ្នាំមុនពេលនោះខ្ញុំក៏បានជួបគាត់ម្ដងទៀតនៅក្នុងជំនុំបណ្ដាមនុស្សដ៏ច្រើនកកកុញដែលកាលនោះគេបានស្រែកហៅឈ្មោះខ្ញុំពិតណាស់នរណាក៏ដូចជានរណាដែររមែងចូលចិត្តឈ្មោះខ្លួនឯងហើយអ្វីដែលកើតឡើងនៅក្នុងថ្ងៃនោះវាធ្វើឲ្យខ្ញុំចងចាំមិនភ្លេចឡើយនេះគឺជាកត្តាមួយជំរុញឲ្យខ្ញុំចូលចិត្តគេកាន់តែខ្លាំងឡើងខ្ញុំបានរកឃើញនៅអាថ៌កំបាំងនៅក្នុងការធ្វើអ្នកដទៃស្រឡាញ់ចូលចិត្តដោយចៃដន្យដែលកាលនោះខ្ញុំនិងលោក Affley និងអ្នកនិពន្ធ2នាក់ផ្សេងទៀតត្រូវបានគេអញ្ជើញឲ្យថ្លែងសាស្ត្រកថានៅរដ្ឋ Philadelphia នៅក្នុងពិធីសម្ពោធសៀវភៅខ្ញុំមិនបានឃើញផ្ទាល់នៅហេតុការណ៍ដែលខ្ញុំនឹងរៀបប្រាប់អ្នកឡើយព្រោះខ្ញុំមកដល់ទីនោះយឺតពេលបន្តិចក៏ប៉ុន្តែម្ចាស់រោងពុម្ពជាអ្នកឃើញក្រុមវាគ្មិនដែលមកជួបជុំគ្នានៅក្នុងពិធីនេះដើរបណ្ដាលនិយាយគ្នាបណ្ដាលចូលនៅក្នុងសាលធំនៃសន្តាគារដែលពេលនោះពួកគេក៏ដើរកាត់អ្នកបម្រើស្ត្រីម្នាក់កំពុងតែអេរ៉ូតេសមួយដែលពេញដោយក្រដាសក្រណាត់និងឧបករណ៍មួយចំនួនទៀតសម្រាប់បម្រើសេវាកម្មអតិថិជននាងធ្វើការរបស់នាងដោយមិនចាប់អារម្មណ៍ពីអ្នកដើរក្រុមនោះឡើយស្រាប់តែពេលនោះលោក Affley ចេញពីក្រុមដើរតម្រង់ទៅរករទេះនោះហើយយកដៃគេដាក់លើស្មាអ្នកបម្រើរួចនិយាយថាសួស្តីសុខសប្បាយជាទេខ្ញុំ James Affley តើអ្នកស្រីឈ្មោះអ្វីរីករាយណាស់ដែលបានជួបអ្នកស្រីនៅពេលដែលពួកគេដើរហួសទៅសាលធំម្ចាស់រោងពុម្ពក៏បានងាកឃើញបុគ្គលិកស្រីម្នាក់នោះគេឃើញនាងចំហមាត់ដោយសារតែភាពភ្ញាក់ផ្អើលនៅពេលដែលឃើញយ៉ាងឆ្នេះហើយទឹកមុខរបស់នាងមើលទៅដូចជាសប្បាយរីករាយវាគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយនៅក្នុងការបង្កើនភាពរាក់ទាក់នៅក្នុងការចាស់សុខចុះសម្រុងនិងការឲ្យតម្លៃទៅដល់អ្នកដទៃដោយមិនប្រកាន់នូវអាត្មានិយមវាគឺជាគន្លឹះជោគជ័យនៅក្នុងការទំនាក់ទំនងនាយកដ្ឋានផ្នែកចិត្តសាស្ត្រនៃសាកលវិទ្យាល័យមួយបានធ្វើការសិក្សានិងវិភាគទៅលើអត្តចរិតរបស់មនុស្សដែលទទួលបានការចូលចិត្តនិងមិនចូលចិត្តគំរូនៃចរិតចំនួន100បែបដែលត្រូវបានគេវិភាគនិងវាយតម្លៃតាមបែបវិទ្យាសាស្ត្រក្រោយពីការស្រាវជ្រាវលទ្ធផលក៏បានបង្ហាញថាមនុស្សម្នាក់ត្រូវមានចរិតល្អយ៉ាងតិច46ប្រការទើបទទួលបានការចូលចិត្តពីអ្នកដទៃប្រសិនបើចង់ឲ្យមនុស្សកាន់តែល្បីអ្នកត្រូវតែកាន់ចរិតល្អៗឲ្យកាន់តែច្រើនដូចគ្នាសាសនាគ្រិស្តបានបង្រៀនអំពីចរិតល្អៗដែលជាទីចាប់អារម្មណ៍ទៅដល់អ្នកដទៃចរិតទាំងនោះមានដូចជាភាពស្មោះត្រង់គុណធម៌និងសេចក្តីស្រឡាញ់ដែលមានចំពោះអ្នកដទៃជាដើមវាអាចទៅរួចដែរថានៅពេលដែលអ្នកបង្កើតចរិតខាងលើបានចរិតដ៏ល្អផ្សេងទៀតវានឹងកើតឡើងដោយឯកឯងទៅតាមកត្តាធម្មជាតិបើអ្នកគឺជាមនុស្សដែលអ្នកដទៃពុំចាប់អារម្មណ៍មិនសូវយកចិត្តទុកដាក់ខ្ញុំសូមណែនាំឲ្យធ្វើការសិក្សា
ពីអ្នកមើលអំពីចរិតរបស់អ្នកឡើងវិញដើម្បីជំរុញនៅចំណុចមិនល្អទាំងអំបាល់ម៉ាននោះចេញសូមកុំតាន់មានផ្នត់កំណត់ដែរថាបើអ្នកណាមិនចូលចិត្តអ្នកក៏ដោយសារតែគេមានបញ្ហាអ្វីមួយផ្ទុយទៅវិញចូលស្វែងរកឲ្យឃើញនៅចំណុចខ្វះខាតនៅក្នុងខ្លួនឯងហើយជំរុញវាចោលអ្វីដែលអ្នកត្រូវមានគឺភាពស្មោះត្រង់ចំពោះខ្លួនឯងហើយអ្នកក៏ត្រូវការជំនួយពីអ្នកជំនាញផងដែរនៅក្នុងការកែប្រែចរិតមិនល្អរបស់ខ្លួនឯងសារធាតុកខ្វក់ដែលលាក់ខ្លួននៅក្នុងអត្តចរិតរបស់អ្នកនោះវារស់នៅក្នុងខ្លួនអ្នកតាំងតែពីយូរលង់ណាស់មកហើយវាអាចមានកំណត់កំណត់ជាមួយអ្នកតាំងតែពីអ្នកកើតមកម្ល៉េះដូច្នេះវាបានរៀបចំរនាំងការពារខ្លួនយ៉ាងរឹងមាំមិនឲ្យអ្នកជំរុញវាចេញដោយងាយៗនោះឡើយក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះអ្នកអាចចោះសម្រុងឬក៏ជំរុញវាចេញបានតាមរយៈការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រកែលម្អខ្លួនតាមបែបវិទ្យាសាស្ត្រតាមរយៈការកត់សម្គាល់អំពីអត្តចរិតមិនល្អដែលខ្លួនមានរួចហើយធ្វើការផ្លាស់ប្ដូរវាចេញនិងតាមរយៈការពង្រឹងចរិតល្អៗឲ្យកាន់តែល្អប្រសើរឡើងបុរសម្នាក់បានធ្វើដំណើរមកកាន់ព្រះវិហាររបស់ខ្ញុំដើម្បីធ្វើការប្រឹក្សាយោបល់មួយចំនួនទៅលើបញ្ហាទំនាក់ទំនងគេមានវ័យប្រមាណជា35ឆ្នាំទឹកមុខស្លេកស្លាំងទឹកមុខតាក់ទីងរៀងសង្ហាដែលធ្វើឲ្យគេមើលយ៉ាងហោចណាស់2ទៅ3ដងទើបជួបគេជាលើកដំបូងអ្វីដែលមិនគួរជឿនោះមនុស្សនៅជុំវិញបរិះនោះមិនចូលចិត្តគេនោះឡើយគេបាននិយាយរៀបរាប់អំពីរឿងមិនសប្បាយចិត្តនិងស្ថានភាពមិនល្អជាច្រើនដែលធ្វើឲ្យគេបរាជ័យនៅក្នុងការបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញគេនិយាយថាខ្ញុំព្យាយាមអស់ពីលទ្ធភាពហើយខ្ញុំបានអនុវត្តទៅតាមគោលការណ៍ដែលនិយាយពីការធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃឲ្យទទួលបាននូវភាពជោគជ័យក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមកទល់គ្នានឹងពេលនេះវាគ្មានលទ្ធផលល្អៗកើតឡើងចំពោះខ្ញុំនោះឡើយអ្នកនៅជុំវិញខ្ញុំនៅតែមិនចូលចិត្តខ្ញុំដដែលខ្ញុំដឹងថាពួកគេមិនចូលចិត្តខ្ញុំក្រោយពីនិយាយគ្នាចប់ខ្ញុំគិតថានៅក្នុងការស្វែងយល់ពីបញ្ហារបស់គេមិនលំបាកនោះឡើយតាមរយៈការនិយាយស្ដីរបស់គេវាគឺជាការបញ្ជាក់ឲ្យឃើញថាសម្ដីសោជាតិមួយទៀតសពួចគេគឺជាមនុស្សម្នាក់ដែលមានចរិតរករឿងនិងចូលចិត្តចាប់កំហុសអ្នកដទៃគេមានចំណុចមិនល្អដែលធ្វើអ្នកដទៃមិនចង់និយាយរកនោះគឺការនិយាយអួតអំពីភាពអស្ចារ្យរបស់ខ្លួននិងបន្តបង្អាប់អ្នកដទៃបុរសម្នាក់នេះគិតថាខ្លួនឯងខ្លាំងនិងពូកែជាងគេខ្ពស់ជាងគេមើលងាយមនុស្សជុំវិញហើយវាតម្លៃថាគេមានចរិតមិនល្អមួយគឺចាត់ទុកខ្លួនឯងគឺជាមនុស្សដែលសំខាន់លើគេអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគេគឺជាមនុស្សដែលមិនចេះបត់បែនស្ថានភាពមិនអាចសម្របសម្រួលជាមួយនឹងអ្នកដទៃគេសួរខ្ញុំថាតើពេលនេះខ្ញុំមានឱកាសធ្វើឲ្យអ្នកដទៃចូលចិត្តខ្ញុំបានដែរឬទេតើខ្ញុំអាចឲ្យអ្នកដទៃឈប់គិតពីខ្ញុំនៅក្នុងផ្លូវអាក្រក់បានដែរឬទេតាមការសង្កេតបុរសវ័យក្មេងរូបនេះគិតថាខ្លួនឯងគឺជាមនុស្សដែលមានតម្លៃបំផុតនៅលើពិភពលោកអ្វីដែលគេចូលចិត្តជាងគេនោះគឺការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃចង់ឲ្យអ្នកដទៃស្របតាមខ្លួនដូច្នេះអ្វីដែលយើងត្រូវធ្វើគឺត្រូវបង្រៀនបុរសម្នាក់នេះឲ្យចេះគោរពនិងស្រឡាញ់អ្នកដទៃហើយបំភ្លេចចោលនូវភាពអស្ចារ្យរបស់ខ្លួននេះគឺជាវិធីដែលជួយឲ្យទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលមានភាពល្អប្រសើរឡើងហើយវាក៏ជួយដោះស្រាយបញ្ហាដែលមិនចុះសម្រុងទាំងឡាយដែលបុរសនេះជួបប្រទះដែរបុរសម្នាក់នេះតែងតែសម្ដែងអាកប្បកិរិយាធុញទ្រាន់មិនពេញចិត្តចំពោះមនុស្សដែលនៅជុំវិញខ្លួនមិនត្រឹមតែប៉ុណ្ណោះទៀតសោតគេតែងតែនិយាយនៅអ្វីដែលខ្លួនមិនពេញចិត្តទៅកាន់អ្នកដទៃថែមទៀតផងពេលមានបញ្ហាអ្វីមួយកើតឡើងបុរសម្នាក់នេះព្យាយាមធ្វើឲ្យអ្នកដទៃយល់ស្របទៅនឹងគំនិតរបស់ខ្លួនឲ្យអ្នកដទៃទទួលស្គាល់ថាគំនិតរបស់គេត្រឹមត្រូវជានិច្ចយូរទៅអ្នកនៅជុំវិញទាំងប្រមាណដឹងពីរបៀបនេះហើយវាបានបង្កជាឧបសគ្គដែលមិនអាចឲ្យគេចោះសម្រុងជាមួយនឹងបុរសម្នាក់នេះបានទោះបីជាយ៉ាងណាក៏ដោយបុរសវ័យក្មេងរូបនេះក៏បានគិតដែរថាអ្វីដែលខ្លួនកំពុងធ្វើប្រកាសជាអ្វីដែលធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្តគិតសពទៅបុរសម្នាក់នេះគឺជាមនុស្សចេះគិតខ្លះដែរព្រោះអីគេដឹងរឿងខ្លះវាសមនឹងមិនសមហើយគេព្យាយាមគ្រប់គ្រងខ្លួនឯងកុំឲ្យคล้ายទៅជាមនុស្សដែលកោងកាងទោះបីជាយ៉ាងណាក៏ដោយអ្នកនៅជុំវិញនៅតែយល់ថាគេគឺជាមនុស្សដែលមិនចេះសម្របខ្លួនជាមួយនឹងអ្នកដទៃនិងមានអារម្មណ៍មិនចូលចិត្ត
ពិតណាស់បរិះវ័យក្មេងរូបនេះឲ្យតម្លៃទៅលើខ្លួនឯងជ្រុលហួសហេតុពេកហើយបន្ទាបតម្លៃអ្នកដទៃគេមានជំងឺទូឯកកម្រិតធ្ងន់ធ្ងរដរាបណាគេនៅតែគិតបែបនេះគេនៅតែធ្វើឲ្យអ្នកដទៃស្អប់យើងអាចព្យាបាលជំងឺប្រភេទនេះដោយការបង្រៀនអ្នកជំងឺឲ្យចេះផ្ដល់ក្តីស្រឡាញ់ទៅកាន់អ្នកដទៃបុរសខាងលើតគំនិតហើយរកផ្លូវដោះស្រាយមិនចេញនៅខណៈពេលដែលគេរៀបរាប់អំពីបញ្ហាទាំងឡាយដែលគេពើប្រទះក៏ប៉ុន្តែគេគឺជាមនុស្សស្មោះត្រង់និងច្បាស់លាស់ទៅលើបញ្ហាជីវកម្មគេបានអនុវត្តការណែនាំមួយចំនួនដែលបង្រៀនគេឲ្យចេះចែករំលែកការស្រឡាញ់ទៅកាន់អ្នកដទៃនិងជៀសវាងការស្រឡាញ់ខ្លួនឯងជ្រុលតាមពិតទៅវាទាមទារនូវគោលការណ៍គ្រឹះខ្លះដើម្បីគេអាចសម្រេចបំណងខាងលើដោយការខិតខំប្រឹងប្រែងគេក៏ទទួលជោគជ័យនៅក្នុងការអនុវត្តតាមគោលការណ៍គ្រឹះទាំងនោះជំហានដំបូងខ្ញុំណែនាំគេថាមុនពេលចូលដេកសូមឲ្យគេធ្វើបញ្ជីឈ្មោះមនុស្សដែលគេបានជួបនៅក្នុងថ្ងៃនេះបើអ្នកបើកឡានក្រុងអ្នកលក់កាសែតគេត្រូវតែគិតនិងស្រមៃពីរូបភាពមនុស្សទាំងអស់ទៅលើបញ្ជីដោយសម្លឹងមើលមុខរបស់ពួកគេហើយក៏រឿងល្អៗដែលពួកគេមានបន្ទាប់មកត្រូវអធិដ្ឋានឲ្យពួកគេម្ដងម្នាក់ត្រូវអធិដ្ឋាននៅក្នុងពិភពរបស់ខ្លួនឯងនរណាក៏មានពិភពមួយសម្រាប់ខ្លួនឯងមិនថាអ្នកដែលយើងរកស៊ីជាមួយឬអ្នកដែលមានទំនាក់ទំនងជាមួយគ្នានោះទេឧទាហរណ៍មនុស្សទី1ដែលបរិះវ័យក្មេងនេះជួបមុនគេនៅពេលព្រឹកព្រហៀមគឺអ្នកគ្រប់គ្រងចនាយន្តនៅក្នុងអាផាតមិនស្នាក់នៅជារឿយៗគេមិនដែលនិយាយអ្វីទៅកាន់បរិះម្នាក់នេះក្រៅពីពាក្យថា Good morning sir អរុនសួស្តីលោកតែឥឡូវគេចាប់ផ្ដើមចំណាយពេលបន្តិចដើម្បីនិយាយលេងជាមួយនឹងបរិះម្នាក់នេះគេបានសួរអ្នកគ្រប់គ្រងចនាយន្តពីរឿងគ្រួសារនិងចំណង់ចំណូលចិត្តរបស់គេក្រោយពីសាកសួររួចគេក៏សង្កេតឃើញថាអ្នកគ្រប់គ្រងចនាយន្តមានទស្សនៈគួរឲ្យចាប់អារម្មណ៍និងពោពេញទៅដោយបទពិសោធន៍ល្អៗដែលខ្លួនឯងគ្មានគេបានចាប់ផ្ដើមមើលឃើញអំពីតម្លៃរបស់បរិះគ្រប់គ្រងចនាយន្តដោយកាលពីមុនគេចាត់ទុកបរិះនេះគ្រាន់តែជាមនុស្សយន្តចាំចុចចណ្ដើរឲ្យគេតែប៉ុណ្ណោះគេបានចាប់ផ្ដើមចូលចិត្តបរិះម្នាក់នេះដែលជាការឆ្លើយតបអ្នកគ្រប់គ្រងចណ្ដើរយន្តរូបនេះក៏កើតមានទស្សនៈល្អៗទៅលើគេវិញដែរថ្ងៃមួយបរិះវ័យក្មេងរូបនេះបាននិយាយប្រាប់ខ្ញុំថាខ្ញុំរកឃើញថាលោកយើងនេះគឺជាទីកន្លែងដែលសម្បូរមនុស្សដែលគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ខ្ញុំមិនធ្លាប់ដឹងពីមុនមកតតែសោះពេលលើគេនិយាយបែបនេះខ្ញុំអាចដឹងបានដោយច្បាស់ថាគេលះបង់ជំងឺទូឯករបស់ខ្លួនបានហើយគេអនុវត្តទៅតាមគម្ពីរបៀបដែលពោលថាអ្នកត្រូវតែចោះចាញ់ខ្លួនឯងជាមុនសិននៅពេលអ្នកព្រមទទួលចោះចាញ់ខ្លួនឯងអ្នកក៏នឹងរកឃើញខ្លួនឯងនៅក្នុងឋានៈជាមនុស្សថ្មីដែលជាមនុស្សមានមិត្តភក្តិល្អៗជាច្រើនមនុស្សនៅជុំវិញក៏នឹងចាប់ផ្ដើមចូលចិត្តអ្នកការរៀនធ្វើការអធិដ្ឋានទៅដល់អ្នកដទៃគឺជារឿងដ៏សំខាន់មួយសម្រាប់គេនៅក្នុងការកែប្រែអត្តចរិតនៅពេលដែលអធិដ្ឋានសុំសេចក្តីសុខទៅដល់នរណាម្នាក់មានន័យថាអ្នកចាប់ផ្ដើមកែប្រែផ្នត់គំនិតមិនល្អរបស់ខ្លួនចំពោះគេបានដោយស្វ័យប្រវត្តិអ្នកបានបង្កើតទំនាក់ទំនងភាពជិតស្និទ្ធកាន់តែប្រសើរឡើងមួយកម្រិតទៀតនៅពេលអ្នកគិតទៅលើអ្នកដទៃនៅក្នុងផ្លូវល្អគេប្រកាសជាគិតមកលើអ្នកវិញនៅក្នុងផ្លូវល្អដូចគ្នា Treat people the way you want to be treated ពេលនោះយើងប្រកាសជាអាចបង្កើតទំនាក់ទំនងរវាងគ្នានឹងគ្នាទៅដល់កម្រិតដ៏ខ្ពស់មួយវាគឺជាការចាំបាច់ណាស់ដែលអ្នកត្រូវតែចូលចិត្តអ្នកដទៃជាមុននឹងឲ្យអ្នកដទៃចូលចិត្តអ្នកនៅតាមក្រោយមនុស្សដ៏ល្បីម្នាក់គឺ Wall Roger បានពោលថាខ្ញុំមិនដែលជួបមនុស្សដែលខ្ញុំមិនចូលចិត្តឡើយពំនោបែបនេះហាក់ដូចជាបំភ្លឺបន្តិចក៏ប៉ុន្តែខ្ញុំជឿថា Roger មិនសូវយកគំនិតដាក់តំណែងនៃវាប៉ុន្មាននោះឡើយផ្ទុយទៅវិញគេយកចិត្តទុកដាក់តែអារម្មណ៍ដែលគេមានចំពោះមនុស្សនៅជុំវិញខ្លួនតែប៉ុណ្ណោះហើយសកម្មភាពបែបនេះវាធ្វើឲ្យមនុស្សជុំវិញបង្ហាញក្តីស្រឡាញ់ដែលរូបគេមានចំពោះ Roger ហើយជាលទ្ធផលតបស្នងវាប្រៀបដូចជាផ្ការីកបញ្ចេញសម្រស់ដ៏ស្រស់ស្អាតទៅព្រះអាទិត្យវិញក្រោយពីពន្លឺថ្ងៃជះចូលក៏ដូចគ្នាដែរមានមតិប្រឆាំងមួយបានលើកឡើងថាវាពិតជាពិបាកណាស់នៅក្នុងការឲ្យចូលចិត្តមនុស្សខ្លះធម្មជាតិបានកំណត់ឲ្យមនុស្សមួយចំនួនមានលក្ខណៈពិសេសដែលធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍យ៉ាងណាក៏ដោយចុះវានឹងកាន់តែប្រសើរឡើងនៅពេលអ្នកយល់កាន់តែស៊ីជម្រៅពីបុគ្គលនោះអ្នកនឹងដឹងថាគេឆ្លងកាត់រឿងដែលគួរឲ្យកោតសរសើរជាច្រើននិងឃើញថាគេគួរឲ្យស្រឡាញ់ដល់កម្រិតណាបុរសម្នាក់
ជួបការលំបាកនៅក្នុងការគ្រប់គ្រងធុញថប់ដែលខ្លួនមានទៅលើមនុស្សនៅជុំវិញគេចេះតែស្អប់មិនចូលចិត្តពួកគេទាំងគ្មានមូលហេតុដែលទាំងនោះធ្វើឲ្យគេធុញថប់ជាខ្លាំងតែក្រោយមកគេអាចគ្រប់គ្រងចិត្តបានតាមរយៈការស្វែងរកចំណុចល្អៗដ៏គួរឲ្យស្ញប់ស្ញែងទៅដល់បុគ្គលទាំងនោះជារៀងរាល់ថ្ងៃគេសរសេរឈ្មោះមនុស្សដែលខ្លួនមិនចូលចិត្តនៅក្នុងបញ្ជីមួយហើយស្វែងរកចំណុចល្អនិងចំណុចមិនល្អរបស់បុគ្គលនោះមកដាក់បញ្ចូលគ្នាវាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលព្រោះបន្ទាប់ពីបានសិក្សាស្វែងយល់មនុស្សទាំងអស់នោះរួចគេក៏បានរកឃើញថាមនុស្សដែលខ្លួនមិនចូលចិត្តទាំងមួយក៏ភ្លុកពិតជាមានគុណតម្លៃល្អៗមួយចំនួនមកដល់ពេលនេះទើបគេដឹងថាទង្វើដែលគេធ្វើពីមុនវាពិតជាឆ្កំឆ្គងមែនទែនព្រោះគេមើលរំលងអំពីគុណសម្បត្តិដែលអ្នកទាំងនោះមាននៅក្នុងកំឡុងពេលព្យាយាមស្វែងរកគុណសម្បត្តិនានារបស់មនុស្សដែលខ្លួនឯងមិនពេញចិត្តអ្នកទាំងនោះក៏បានស្វែងយល់ពីគេវិញដែរក្រោយពីភាគីទាំងសងខាងបានយល់ពីគ្នាទៅវិញទៅមកវាក៏បានជំរុញទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងកត្តាដ៏សំខាន់មួយទៀតនៅក្នុងការធ្វើឲ្យអ្នកដទៃចូលចិត្តអ្នកត្រូវរៀនអំពីវិធីផ្ដល់តម្លៃទៅដល់អ្នកដទៃមនុស្សយើងម្នាក់តែងតែឲ្យតម្លៃខ្ពស់មកលើខ្លួនឯងគិតថាខ្លួនឯងគឺជាមនុស្សសំខាន់អស្ចារ្យចរិតបែបនេះវាបង្កប់នៅក្នុងខ្លួនមនុស្សគ្រប់គ្នាបើខ្ញុំមិនឲ្យតម្លៃអ្នកទេអ្នកប្រកាសជាមិនចូលចិត្តខ្ញុំវិញឡើយព្រោះខ្ញុំបានមើលរំលងអ្វីដែលអ្នកគិតថាមានតម្លៃបំផុតធ្វើឲ្យអ្នកជឿចាប់ពិតណាស់បើខ្ញុំមិនគោរពអ្នកទេអ្នកក៏ពិបាកនឹងគោរពនិងផ្ដល់តម្លៃមកលើខ្ញុំដែរបើយើងមិនផ្លាស់ប្ដូរការគិតទាំងអ្នកទាំងខ្ញុំប្រហែលជាមិនចូលចិត្តគ្នាអស់មួយជីវិតបាទនិយាយម្យ៉ាងទៀតបើខ្ញុំឲ្យតម្លៃអ្នកគោរពអ្នកនោះអ្នកមកជាមានអារម្មណ៍ល្អចំពោះខ្ញុំព្រោះខ្ញុំមានអារម្មណ៍លើសពីសមត្ថភាពពិសេសដែលអ្នកមានខ្ញុំជួយឲ្យអ្នកមានអារម្មណ៍ល្អស្កប់ស្កល់នៅអ្វីដែលអ្នកចង់បានបំផុតការមើលរំលងរបស់អ្នកចំពោះភាពសំខាន់និងតម្លៃរបស់អ្នកដទៃវាតែងតែកើតមានដោយជាមិនផុតទេទាំងដោយចេតនានិងអចេតនាជាពិសេសគ្មានអ្វីអាចវាស់ស្ទង់អំពីកម្រិតនៃការខកចិត្តរបស់មនុស្សដែលរងគ្រោះដោយសារតែទង្វើបែបនេះឡើយនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួនដែលអន់ស្រពន់ចិត្តជាមួយអ្នកទាំងដែលអ្នកមិនដឹងខ្លួនផងដែរពេលខ្លះមិត្តភក្តិនិយាយរឿងកំ pl ែងមនុស្សគ្រប់គ្នាសើចសប្បាយលើកលែងតែអ្នកមួយគត់ដែលមិនសើចនឹងគេរឿងតូចបែបនេះវាពិតជាអាចបង្កទៅជារឿងធំនៅពេលដែលអ្នកផ្សេងជប់សើចហើយអ្នកក៏និយាយថារឿងកំ pl ែងនេះខ្ញុំបានអាននៅក្នុងទស្សនាវដ្តីពីមុនរួចហើយហ្នឹងវាកំ pl ែងខ្លាំងណាស់ច្បាស់ណាស់អ្នកប្រកាសចង់បង្ហាញអំពីចំណេះដឹងដ៏ទូលំទូលាយរបស់អ្នកក៏ប៉ុន្តែអ្នកត្រូវដឹងថានៅពេលដែលអ្នកមានប្រសាសន៍បែបនេះតើអ្នកមានគិតទៅដល់អារម្មណ៍អ្នកដែលនិទានរឿងកំ pl ែងនេះដែរទេអ្នកបានទះគេមួយកំភ្លៀងដោយមិនដឹងខ្លួនដែលនិទានរឿងកំ pl ែងបែបនេះអ្នកបានបំផ្លាញឈុតកំ pl ែងរបស់គេរួចបង្វែរការចាប់អារម្មណ៍ឲ្យមករកអ្នកវិញអ្នកបានបន្ធូរខ្យល់ចេញពីគេហើយធ្វើឲ្យគេคล้ายទៅជាមនុស្សស្វិតស្រពូនបាត់បង់តម្លៃនៅពេលដែលមនុស្សកំពុងតែសប្បាយនិងជក់អារម្មណ៍ទៅលើរឿងកំ pl ែងអ្នកបែរជាបំផ្លាញវាចោលចូលចងចាំទុកទៅចុះថាគ្មាននរណាម្នាក់ចូលចិត្តអ្នកឡើយទោះបីជាអ្នកអស្ចារ្យយ៉ាងណាក៏ដោយព្រោះរឿងសប្បាយរបស់គេត្រូវបានអ្នកកំទេចចោលបាត់ទៅហើយទោះបីជាអ្នកមិនចូលចិត្តរឿងកំ pl ែងឬធ្លាប់ស្ដាប់ហើយក៏ដោយចូលអ្នកទុកឲ្យម្ចាស់រឿងនិងអ្នកស្ដាប់បានសើចសប្បាយផងចុះអ្នកអាចធ្វើជាសើចឬខ្មាស់អៀនបន្តិចបន្តួចក៏បានដែរធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យម្ចាស់រឿងសប្បាយចិត្តប៉ុណ្ណោះទេវាថែមទាំងបង្កើននូវទំនាក់ទំនងល្អរវាងអ្នកនិងអ្នកដទៃផងដែរនៅក្នុងកំឡុងពេលខ្ញុំសរសេរមកដល់ចំពោះនេះខ្ញុំបានទៅលេងលោក Dr. John W. Houseman តែជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Ohio Wesleyan ពីមុននៅពេលដែលខ្ញុំកំពុងតែអង្គុយជជែកជាមួយគ្នាខ្ញុំបានស្រមៃឃើញគេនិយាយបង្ហាញអំពីចំណាប់អារម្មណ៍របស់គេមកលើខ្ញុំជាច្រើនឆ្នាំមុននេះក្រោយពីខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យខ្ញុំបានធ្វើពិធីជប់លៀងមួយនៅផ្ទះបងប្អូនរបស់ខ្ញុំដែលកាលនោះគេជាសាកលវិទ្យាធិការមួយរូបដែលបានចូលរួមនៅក្នុងពិធីនោះក្រោយពីពិធីជប់លៀងបញ្ចប់ខ្ញុំក៏បានជូនគេទៅផ្ទះយើងដើរបណ្ដាលជជែកគ្នាបណ្ដាលដោយពេលនេះអញ្ចឹងពេលនោះគឺជាពេលរាត្រីនៅក្នុងខែកក្កដានៅតាមផ្លូវទៅផ្ទះគេ
គេបាននិយាយជាមួយខ្ញុំនៅអត្តន័យជីវិតនិងឱកាសដែលរងចាំខ្ញុំពេលឈានជើងទៅប្រឡូកនៅក្នុងសង្គមខាងក្រៅពេលជួនគេទៅដល់មុខផ្ទះគេយកដៃដាក់លើស្មាខ្ញុំរួចនិយាយថា Norman ខ្ញុំពិតជាចូលចិត្តឯងណាស់ខ្ញុំមានទំនុកចិត្តលើឯងគឺជាមនុស្សដែលមានសុទិដ្ឋិនិយមហើយខ្ញុំមានមោទនភាពលើឯងមែនទែននៅក្នុងខ្លួនឯងពោពេញទៅដោយធម៌ពលវាជួយឯងធ្វើអ្វីដែលអ្នកផ្សេងមិនអាចធ្វើបាននៅក្នុងចិត្តខ្ញុំគិតថាគេបានផ្ដល់តម្លៃដល់ខ្ញុំពេកហើយក៏ប៉ុន្តែខ្ញុំចូលចិត្តពាក្យសរសើរទាំងនោះជាជាងពាក្យបង្អាប់ព្រឹកស្អែកជាថ្ងៃដែលខ្ញុំទទួលសញ្ញាបត្រនៅពេលដែលខ្ញុំឮបែបនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបភ័យអបេះដូងស្ទើរតែលោតចេញមកក្រៅម្ដងទៅហើយនៅពេលនិយាយទៅត្រីសួស្ដីទៅគេខ្ញុំទប់ទឹកភ្នែកមិនឲ្យហូរចេញមកបើទោះបីជាពេលវេលាបានឆ្លងផុតទៅជាយូរទៅហើយក្តីខ្ញុំមិនអាចរំភ្លេចពាក្យប្រមាណឃ្លានោះឡើយខ្ញុំតែងតែមានអារម្មណ៍ដូចវាទៅតែកើតឡើងម្សិលមិញខ្ញុំស្រឡាញ់សកលវិទ្យាធិការរបស់ខ្ញុំរូបនេះជានិច្ចមិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណានោះទេក្រោយមកខ្ញុំដឹងថាគេក៏បាននិយាយលើកទឹកចិត្តស្រដៀងគ្នាទៅលើយុវជនយុវនារីជាច្រើនអ្នកដូចគ្នាដែរគេបានផ្ដល់តម្លៃផ្ដល់ការគោរពទៅដល់បណ្ដានិស្សិតទាំងអស់នោះហើយគេក៏បានទទួលនៅតម្លៃការគោរពស្រឡាញ់តបមកវិញដូចគ្នាគេបានជំរុញពួកយើងឲ្យអភិវឌ្ឍខ្លួនឯងនិងរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរចូលកំណាញ់ពាក្យលើកទឹកចិត្តអីព្រោះណាក៏ចង់បានវាដែរនៅពេលទទួលបានពាក្យទាំងនោះគេនឹងខ្លាយទៅជាមនុស្សដែលល្អជាងមុនពូកែជាងមុនរីករាយជាងមុនហើយគេនឹងស្រឡាញ់ចូលចិត្តអ្នកគ្រប់ពេលវេលាសូមជួយមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសូមកុំអាត្មានិយមសូមឲ្យធ្វើដោយសុទ្ធចិត្តចូលស្វែងរកចំណុចល្អនៅក្នុងខ្លួនពួកគេប្រាប់ឲ្យអ្នកដឹងហើយអាចធ្វើបែបនេះបានគ្រប់ពេលគ្រប់វេលាអ្នកប្រកាសដូចជាពុំខ្វះអ្នកស្រឡាញ់នោះឡើយនៅពេលដែលអ្នកឲ្យតម្លៃយកចិត្តទុកដាក់ទៅលើអ្នកដទៃនោះអ្នកប្រកាសជាទទួលបាននូវការឲ្យតម្លៃការយកចិត្តទុកដាក់ត្រឡប់មកវិញនៅពេលដែលអ្នកជួយអ្នកដទៃអ្នកនឹងទទួលបានជំនួយត្រឡប់មកវិញនៅពេលដែលអ្នកស្រឡាញ់ពួកគេអស់ពីបេះដូងពេលនោះអ្នកនឹងទទួលបានការស្រឡាញ់អស់ពីបេះដូងនិងបេះថ្នោតត្រឡប់មកវិញនៅពេលដែលយើងធ្វើអ្វីមួយទៅលើអ្នកដទៃវានឹងតបស្នងមកវិញចូលផ្ដល់ក្តីស្រឡាញ់ការយកចិត្តទុកដាក់ការធ្វើអ្វីល្អៗទៅដល់អ្នកដទៃចុះអ្នកនឹងទទួលបានអ្វីល្អៗត្រឡប់មកវិញចាជាមិនខាននោះឡើយខាងក្រោមនេះគឺជាគោលការណ៍សាមញ្ញ10ប្រការសម្រាប់អ្នកយកទៅអនុវត្តដើម្បីឲ្យអ្នកដទៃចូលចិត្តវាមានភាពងាយស្រួលនៅក្នុងការយកទៅប្រើប្រសិទ្ធភាពរបស់វាត្រូវបានគេលើកយកមកនិយាយរាប់មិនអស់ទៅហើយចូលអ្នកទុកចិត្តទៅលើវាហើយព្យាយាមអនុវត្តវាដដែលរហូតក្លាយទៅអ្នកជំនាញទៅលើប្រការនីមួយៗនៅពេលនោះអ្នកច្បាស់ជាទទួលបានការចូលចិត្តពីសំណាក់អ្នកដទៃយ៉ាងពិតប្រាកដ 1. ចាប់ផ្ដើមរៀនចងចាំឈ្មោះមនុស្សដែលអ្នកស្គាល់បើខ្វះខាតចំណុចនេះអ្នកពិតជាពិបាកធ្វើឲ្យគេចូលចិត្តណាស់ត្បិតអីឈ្មោះរបស់មនុស្សម្នាក់មានសារៈសំខាន់សម្រាប់សម័យខ្លួនណាស់ 2. ចូលកែប្រែខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលអ្នកដទៃគិតថាពួកគេអាចនិយាយពិភាក្សាជាមួយអ្នកបានអ្នកមិនត្រូវធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខ្លាចរអានោះទេអ្នកមិនគួរប្រកាន់គំនិតចាស់គំរើឡើយសូមធ្វើខ្លួនឯងជាមនុស្សដែលអ្នកដទៃអាចប្រស្រ័យទាក់ទងបានយ៉ាងងាយស្រួល 3. ចូលធ្វើជាមនុស្សដែលមានចិត្តទូលាយរុះរាយរាក់ទាក់និងងាយស្រួលនៅក្នុងការប្រាស្រ័យទាក់ទងវានឹងទៅកម្ចាត់ឧបសគ្គដែលរារាំងនៅក្នុងការធ្វើទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃ 4. សូមកុំវាយតម្លៃខ្លួនខ្ពស់ពេកហើយកុំនិយាយគ្រប់ពាក្យដែលខ្លួនចង់និយាយត្រូវចាំទុកថាសូមកុំធ្វើជាមនុស្សដែលចេះគ្រប់យ៉ាងអ្នកអាចនិយាយតាមធម្មតាក៏ប៉ុន្តែត្រូវមានការប្រយ័ត្ននិងបត់បែនទៅតាមកលៈទេសៈសម្ដីហួសប្រាជ្ញអាចបណ្ដាលភ័យសម្ដីឥតន័យតម្លៃធ្លាក់ចុះសម្ដីរយរាយបណ្ដាលកំហុសប្រាជ្ញឥតសន្តោសគ្រោះព្រោះសម្ដី 5. បណ្ដោះគុណតម្លៃនៅក្នុងខ្លួនគឺគុណតម្លៃដែលធ្វើឲ្យអ្នកដទៃចង់មករកអ្នកហើយចង់បានអ្វីដែលមានតម្លៃពីអ្នក 6. សូមធ្វើការសិក្សានិងព្យាយាមជំរុញសារធាតុអាក្រក់ចេញពីគំនិត
ព្រោះបើអ្នកមិនជំរុះវាចេញទេវាអាចទៅដិតជាប់នៅក្នុងអនុសម្បជញ្ញៈរបស់អ្នក7ត្រូវតែមានភាពស្មោះត្រង់នៅក្នុងការកម្ចាត់ចោលអ្វីដែលធ្វើអ្នកយល់ច្រឡំយល់ខុសដែលវាជាគោលការណ៍មូលដ្ឋានរបស់គ្រឹះសាសនិកចូលកម្ចាត់ចោលនៅអ្វីដែលធ្វើអ្នកព្រួយបារម្ភ8សូមព្យាយាមចូលចិត្តមនុស្សឲ្យបានច្រើនហើយអនុវត្តវារហូតស្ទាត់ជំនាញចូលនឹកទៅដល់សម្ដីរបស់ Roger ដែលនិយាយថាខ្ញុំមិនធ្លាប់ជួបនរណាម្នាក់ដែលខ្ញុំមិនចូលចិត្តនោះទេ9សូមកុំខកខាននៅក្នុងការសម្ដែងសេចក្តីត្រេកអរនៅពេលដែលនរណាម្នាក់ទទួលជោគជ័យព្រមទាំងបង្ហាញការសោកស្ដាយនិងការចូលរួមរំលែកទុក្ខនៅពេលនរណាម្នាក់ជួបរឿងមិនល្អលាក់កកនៅក្នុងជីវិតចូលសាកល្បងវិធីលើកទឹកចិត្តព្រោះវិធីនេះអាចធ្វើឲ្យអ្នកដទៃបដូរការគិតរបស់គេមកលើអ្នកមិនតែប៉ុណ្ណោះទៀតសោតវាអាចជួយធ្វើឲ្យគេមានភាពរឹងមាំជាងមុននិងមានជីវិតរស់នៅដ៏ល្អប្រសើរជាងមុនចូលនិយាយលើកទឹកចិត្តទៅលើមនុស្សដែលអ្នកស្គាល់ជួយគេឲ្យមានសេចក្តីសុខផ្លូវចិត្តនៅពេលនោះពួកគេនឹងស្រឡាញ់ចូលចិត្តអ្នកជាក់ជាមិនខាននោះឡើយការអានសៀវភៅវិធីសាស្ត្រធ្វើឲ្យអ្នកដទៃស្រឡាញ់ចូលចិត្តនេះនាំមកជូនលោកអ្នកដោយ YouTube Channel ពេជ្រ Monica សូមអរគុណចំពោះភក្ដីភាពរបស់លោកអ្នកដែលតែងតែគាំទ្រនៅការអានសៀវភៅនៃគ្រាកន្លងមកលោកអ្នកក៏អាចធ្វើការឧបត្ថម្ភមកកាន់ការអាននេះតាមរយៈគណនីដែលបានដាក់ជូននៅក្នុងវីដេអូ description សូមអរគុណយើងនឹងជួបគ្នានៅវីដេអូអានសៀវភៅជាខាងក្រោយបន្តមកទៀត